Cả vì nhiều bất đa dương trong chấm rung từ lư cả sự cam cả sự ủ ra cam đằng tết chó bất đa vì ai cho chấm bôi kia miền rung chạm mà chỉ muốn là bẹp quan ông vì sai cả sự cam rồi môi có aiនៅក្នុងតំបន់ผมដែនខ្លះជាប់ผมដែនខ្លះជាតំបន់សេដ្ឋកិច្ចពិសេសបង្កើតជាគេថារោងចក្រកែច្នៃឬមួយអីយើងអត់ហាមទេប៉ុន្តែខ្ញុំឲ្យខេត្តទាំង4ជាពិសេសខេត្តដែលមានធនធានធម្មជាតិខេត្តមណ្ឌលគិរីសក្តានុពលសូមឲ្យធ្វើការគិតគូរពី zoning ឲ្យស្រួលផងបាទដើម្បីយើងថែកន្លែងណាដែលជាតំបន់ឧស្សាហកម្មកន្លែងណាដែលយើងត្រៀមមកឲ្យទៅបាទកុំយករោងចក្រទៅដាក់នៅលើភ្នំកប៉ែកកប៉ក់បន្តិចតួចវាលែងស្អាតកន្លែងណាទុកឲ្យជាកន្លែងទេសចរកន្លែងធម្មជាតិទុកនៅកន្លែងហ្នឹងរុញតំបន់កសិកម្មទៅមកកន្លែងតំបន់ឧស្សាហកម្មកន្លែងណាដែលសម្រាប់ធ្វើ agro industry ដាំទំហំធំយើងកុំទៅយកវានៅកប៉ែកកប៉ុកនៅកន្លែងនេះកន្លែងនោះគិតកន្លែងណាទៅមូលបានន័យថាគិតពីការវិវត្តដោយចីរភាពសក្តានុពលរបស់យើងមានទាំងទេសចរមានទាំងកសិឧស្សាហកម្មមានទាំងកសិកម្មមានទាំងយើងអាចថាកម្មនសាលឬមួយអីកន្លែងណាយើងគិតគូរឲ្យហើយបាទជាពិសេសខេត្តដូចខ្ញុំនិយាយចឹងខេត្តមណ្ឌលគិរីដែលភាគច្រើនតាក់ទងគឺទេសចរធម្មជាតិហើយបើយើងអត់គិតយើងដាក់ម្ដុំយើងអាចបាត់មួយរយៈពេលខ្លីគឺវាខូចអស់កន្លែងថ្ងៃក្រោយយើងចង់ធ្វើទេសចរធម្មជាតិស្រាប់ទៅដល់រោងចក្រកប៉ែកកប៉ក់នៅនេះទាំងអស់បាទអញ្ចឹង zoning មិនមែនថាមិនឲ្យទៅធ្វើនៅខេត្តទាំងទេឲ្យធ្វើប៉ុន្តែខ្ញុំសូមឲ្យខេត្តហើយគណៈកម្មការយើងដែលធ្វើអាចមានថាក្រសួងដែនដីនគររូបនីយកម្មនៅក្នុងនោះធ្វើឲ្យអាចថាពន្លឿននៅក្នុងការរៀបចំជា master plan និងការប្រើប្រាស់ផែនទីនៃការប្រើប្រាស់ដីតែម្ដងបាទអា zone មួយចំនួន zone ណាដែលយើងធ្វើអាគារធំ zone ណាដែលយើងឲ្យធ្វើអាគារច្រើនជាន់នៅក្នុងទីរួមខេត្តឬមួយតំបន់សូតាអានេះខ្ញុំសូមឲ្យគិតគូរបែបនេះខេត្តផ្សេងដូចគ្នារតនគិរីក៏ចេះតែផ្សេងយើងមើលទៅតំបន់ណាបើតំបន់ណាពាក់ព័ន្ធទៅនឹងធម្មជាតិឧទាហរណ៍ផ្សោតស្អីការពារដែលយើងត្រូវកុំឲ្យធ្វើអីដែលប៉ះពាល់ដល់រក្សាទៅបាទដីយើងមកកកោកយើងរកកន្លែងណាដែលនេះទៅបាទអាហ្នឹងយើងសូមឲ្យគិតគូរបែបនេះលឿនប៉ុន្តែយើងគិតគូរគ្រប់ជ្រុងជ្រោយបាទទាញយកនៅផលប្រយោជន៍អត្ថប្រយោជន៍និងការពារនៅសក្តានុពលដើម្បីយើងអាចគេថាជំរុញពហុវិស័យប្រមាណ3មុខនេះដែលយើងជំរុញមិនមែនបានន័យថាខេត្តទាំង4មានតែ3នឹងទេគ្រាន់តែ3នេះនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាសក្តានុពលអតិភិបកសិកម្មកសិឧស្សាហកម្មនិងទេសចរបាទប៉ុន្តែមិនហាមឃាត់ខេត្តស្ទឹងត្រែងទៅជាខេត្តឧស្សាហកម្មខាងមុខទេព្រោះចិត្តព្រំដែនឡាវធ្វើតភ្ជាប់នាំចេញទៅក្រៅតាមផ្លូវដែកទីថ្ងៃក្រោយវាទៅជាតំបន់ឧស្សាហកម្មទៅដល់ទៅប៉ិតប៉ុន្តែការគិតគូរនេះយើងគិតគូរជាជំហានបាទ Dara Cambodia News